សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចែកជូនបងប្អូនទស្សនាតែតនឹង Aswana 250 Ti 2024 Premium ខ្ញុំគាត់យកមកទទួលសេវាកម្មដាក់ថែមបូមសាំងដើម្បីឲ្យវាបូមអស់ក្នុងសាំងជារំថាពួក TDI នេះចាប់ពី024ឡើងគឺម៉ូទ័របូមសាំងវានៅខាងលើកងកែបចឹងវាបូមអត់ពីក្នុងសាំងឯងពេលដែលសាំងនៅសល់របស់នេះគឺវាបូមមកដល់គឺវារលត់ដែរចឹងទៅខ្ញុំយកមកដាក់តទៅយោឲ្យវិញដើម្បីឲ្យទៅយោទៅដល់បូមនេះឲ្យវាបូមអស់ពីក្នុងសាំងបានថាសាំងគឺបូមអត់ធំមកវារត់ចឹងណាតែវាយើងអត់ដាក់អង្ទេសាំងនៅតែប៉ុណ្្នេះគឺវារលត់ដែរតែបងឥឡូវយើងកន្លែងបញ្ចូលជុំគាត់កន្លែងបញ្ចូលក្នុងសាំងវែងដាក់ទៅវាធ្លាក់ដល់ក្រោមទៅយើងដាក់ទៅយកម៉ូទ័រចូលដល់ក្រោមនេះហើយយើងចាប់លើចូលឥឡូវយើងធ្វើការតឡើងហើយជាធម្មតាសាំងនៅប៉ុណ្ណឹងពេលយើងអត់ដាក់កោរយោទៅវិញគឺវាអត់ឆេះទេគាត់មកឥឡូវយើងដាក់ហើយជាមួយនឹងសេះសាំងរត់តែនៅតែឆេះគាត់តែបូមអស់ពីផងអំពីរត់ពីខាងដាក់ទៅហើយបូមក៏ដល់នេះក៏តែឆេះដែរតែបើយើងដាក់នេះសាំងនៅតែប៉ុណ្្នេះក៏វារត់ដែរហើយយើងធ្វើការឆ្លើយទៅដល់ហើយទៀតឲ្យយើងពីទៅសាំង10ទៅ20នាទី